សួស្តីបងប្អូនគ្នាតោះបងប្អូនខ្ញុំមានមតិតិចតួចចូលរួមនិយាយលេងជាមួយនឹងបងប្អូនណាបងប្អូនហ្នឹងឯងតោះបងប្អូនហ្នឹងឯងហ្នឹងបងប្អូនប្រហែលថ្ងៃខ្ញុំឃើញមានមតិជាច្រើនដែលគាត់ថាប្រទេសអឺរ៉ង់ជាប្រទេសដែលផ្ដាច់ការជាប្រទេសដែលសម្រាប់ប្រជាជនខ្លួនឯងជាប្រទេសដែលបិទសិទ្ធិសេរីភាពជាប្រទេសដែលផលិតនុយក្លេអ៊ែរដើម្បីគម្រាមកំហែងពិភពលោកណាជាប្រទេសដែលអាក្រក់ហើយមានប្រទេសហើយមានប្រជាជននានាដែលគេថាឲ្យកំទេចទៅប្រទេសហ្នឹងបងប្អូនអញ្ចឹងចុះពីមុនបងប្អូនពីមុនសម្រាប់សហរដ្ឋអាមេរិកកាលនៅត្រូវគ្នាជាមួយនឹងប្រទេសអឺរ៉ង់រកស៊ីជាមួយនឹងគ្នាដោយមិនដែលលើពាក្យថាអឺរ៉ង់ជាប្រទេសតែផ្ដាច់ការជាប្រទេសដែលបិទសិទ្ធិសេរីភាពជាប្រទេសដែលអាក្រក់ដោយមិនដែលមានពាក្យនិយាយទេបងប្អូនអញ្ចឹងចុះសម្រាប់នុយក្លេអ៊ែរប្រទេសអ៊ីស្រាអែលតែ9លានទេបងប្អូនអាចផលិតនុយក្លេអ៊ែរបានមានហេតុអីក៏ប្រទេសអ៊ីស្រាអែលអត់ខុសហើយប្រទេសអឺរ៉ង់គ្រាន់តែគេមានសមត្ថភាពគេមានធនធានគេមានរ៉ែគេមានអីសម្រាប់តែគេអាចផលិតបានដើម្បីការពារប្រទេសគេដើម្បីក្នុងប្រទេសគេហេតុអីក៏គេធ្វើមិនបានបងប្អូនអញ្ចឹងហើយដល់ពេលយើងមិនបានអីជាផលប្រយោជន៍សម្រាប់ខ្លួនយើងទៅលៀបពណ៌ទៅលើប្រទេសគេយើងទៅឈ្លានពានទៅវាយគេសម្រាប់ប្រជាជនសម្រាប់ប្រជាពលរដ្ឋគេដែលគេអត់ដឹងអីនោះរាប់រយនាក់ណាបងប្អូនអញ្ចឹងនេះគឺជាកំហឹងមួយបន្ទាប់មកក៏យើងរកលេសថាសម្រាប់មេដឹកនាំរបស់គេបងប្អូនតែឥឡូវមេដឹកនាំយើងសម្រាប់បានតែហើយគេសង្គ្រាមមួយនឹងមិនបញ្ចប់ណាបងប្អូនតាមមហិច្ឆតារបស់សហរដ្ឋអាមេរិកគាត់នឹងចង់បានអ្វីបងប្អូនចង់បានឲ្យប្រទេសអឺរ៉ង់ហ្នឹងមានសុខសន្តិភាពមានសេរីភាពលទ្ធិប្រជាធិបតេយ្យឬមួយក៏ដើម្បីតែផលប្រយោជន៍រ៉ែប្រេងឬមួយក៏ដើម្បីអ្វីណាបងប្អូនព្រោះមេដឹកនាំរបស់គេដែលចង់សម្លាប់គឺសម្លាប់ហើយហេតុអីក៏មិនបញ្ចប់ណាបងប្អូនហើយដូចក្នុងថ្ងៃហ្នឹងបងប្អូនឃើញប្រជាជនដែលបាតកម្មក្នុងប្រទេសសហរដ្ឋអាមេរិកគឺច្រើនណាស់ដើម្បីឲ្យប្រធានាធិបតីដូណាល់ត្រាំចុះចេញពីតំណែងតាំងពីគាត់ឡើងកាន់តំណែងមកបងប្អូនណាគឺសង្គ្រាមកើតគ្រប់សង្កត់ប្រទេសវិបត្តិសេដ្ឋកិច្ចវិបត្តិធម្មពលគឺគ្រប់គ្នាណាបងប្អូនគឺវិបាកណាស់បងប្អូនប្រជាជនសហរដ្ឋអាមេរិកគេអត់ពេញចិត្តទេណាបងប្អូនអញ្ចឹងណាជាពិសេសជាងគេនោះបងប្អូនជាគេលទ្ធិប្រជាធិបតេយ្យដែលសហរដ្ឋអាមេរិកកំពុងតែរក្សាមករាប់រយឆ្នាំមកហើយណាបងប្អូនណាត្រូវបំផ្លាញទៅដោយប្រធានាធិបតីត្រាំណាបងប្អូនណាលទ្ធិប្រជាធិបតេយ្យដល់ពេលឥឡូវនេះដល់ពេលត្រាំគាត់ធ្វើដល់ថ្នាក់នេះពេកវាហួសពីលទ្ធិប្រជាធិបតេយ្យបងប្អូនវាលើសជាអ្នកដែលកាន់របបផ្ដាច់ការគឺលើសទៀតបងប្អូនអញ្ចឹងវាសាហាវអញ្ចឹងបងប្អូនអញ្ចឹងធ្វើឲ្យច្បាប់អន្តរជាតិគឺដើរថយក្រោយគាំងពីមុនច្បាប់អន្តរជាតិឲ្យតែមានបញ្ហាគេយកឡើងមកទៅឡើងលើតុដើម្បីនិយាយគ្នាចរចាគ្នាបញ្ចប់បងប្អូនតែពេលឥឡូវនេះម្ចាស់ដែលថាកាន់ច្បាប់អន្តរជាតិក៏រំលោភទៅបាត់ហើយបងប្អូនអញ្ចឹងវាធ្វើឲ្យអ្វីៗវាបាត់បង់ច្រើនអញ្ចឹងខ្ញុំគិតថាប្រជាជនគេគិតគូរច្រើនបងប្អូនអញ្ចឹងលទ្ធិប្រជាធិបតេយ្យនេះគឺសំខាន់សិទ្ធិសេរីភាពបងប្អូនបើសិនជាសហរដ្ឋអាមេរិកគាត់មិនបញ្ចប់សង្គ្រាមមកលឿនទេខ្ញុំគិតថានឹងតែមានរឿងវែងឆ្ងាយបងប្អូនអញ្ចឹងហើយត្រាំរយៈពេល4ឆ្នាំគាត់តែបានកាន់បាន1ឆ្នាំជាងទេបងប្អូនណាចាំមើលថានឹងមានរឿងអ្វីបន្តទៀតបងប្អូនណាហើយសម្រាប់មតិខ្លះដែលគាត់និយាយថាធ្វើសង្គ្រាមមិនឈ្នះសហរដ្ឋអាមេរិកទេកុំបាច់ប្រឹងទេណាសហរដ្ឋអាមេរិកគឺខ្លាំងណាស់បងប្អូនអញ្ចឹងណាប៉ុន្តែបងប្អូនភ្លេចហើយណាអាមេរិកធ្វើសង្គ្រាមមិនដែលស្លាប់ប្រជាជនមិនដែលស្លាប់ហិច្ចថារចនាសម្ព័ន្ធក្នុងប្រទេសគឺអត់ដែលមានទេគឺមានតែមូលដ្ឋានទ័ពដែលប្រទេសនានាដែលនៅក្បែរប្រទេសអឺរ៉ង់ដែលប្រធានាធិបតីត្រាំឲ្យបាញ់បងប្អូនពេលបាញ់ខ្ទេចណាខ្ទេចតែដែលថាដែលមានមូលដ្ឋាននៅជាប់ប្រទេសអឺរ៉ង់ហ្នឹងគឺខ្ទេចតែប្រទេសហ្នឹងទេណាបងប្អូនអញ្ចឹងទៅពេលអស់អ្វីត្រាំនឹងដកខ្លួនចេញឬមួយក៏ចេញសេចក្តីថ្កោលទោសទៅលើប្រទេសហ្នឹងទៀតបងប្អូនអញ្ចឹងធ្វើសង្គ្រាមអត់ឈ្នះត្រាំទេព្រោះត្រាំអត់ដែលអស់ឲ្យប្រជាជនគេស្លាប់ផងគឺអត់មានទេណាបងប្អូនណាស្លាប់តែមានមូលដ្ឋានទ័ពដែលត្រាំតុកហ្នឹងគឺងាប់តែប្រទេសហ្នឹងទេបងប្អូនណាតែបាញ់ចូលប្រទេសដូចប្រទេសអឺរ៉ង់ហ្នឹងគេបាញ់វិញខ្ទេចចឹងបងប្អូនគឺមានប៉ុណ្្នឹងទេណាហើយក៏ជាចុងក្រោយខ្ញុំសុំថាហ្នឹងហើយកុំចង់ឲ្យមានសង្គ្រាមអីព្រោះសង្គ្រាមវាអាចជាចំណេញទេខាតតាអាយុជីវិតខាតតាទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់សពបែបយ៉ាងណាបងប្អូនអញ្ចឹងជាចុងក្រោយគ្មានអីច្រើនទេបងប្អូនសម្រាប់ខ្ញុំសូមឲ្យតាពិភពលោកនេះហ្នឹងហើយគួរតែវិលមករកសភាពដើមដើម្បីឲ្យមនុស្សលោកនៅលើភពផែនដីនេះដើម្បីរស់នៅឲ្យបានយូរទីទៀតមុនពេលដែលវាលាយណាបងប្អូនអរគុណច្រើនមានមតិតិចតួចប៉ុណ្ណេះណាបងប្អូនអរគុណ